រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី20ខែមិថុនាឆ្នាំ2025បានចេញមកច្រានចោលព័ត៌មានលើបណ្ដាញសង្គម TikTok ដែលថាស្ងាត់វៀតណាមបានកាន់កាប់កោះឫស្សីហើយតែរដ្ឋបាលខេត្តជាប់មាត់សមុទ្ររូបមួយនេះចាត់ទុកថានេះគឺជាព័ត៌មានមិនពិតនិងបានបង្កនូវចេតនាទុច្ចរិតបំភាន់ញុះញង់សាធារណមតិឲ្យមានការយល់ច្រឡំតាមរដ្ឋបាលខេត្តព្រះសីហនុកោះឫស្សីគឺស្ថិតនៅដែនអធិបតេយ្យភាពរបស់កម្ពុជាដែលមានទីតាំងស្ថិតនៅភូមិអង្គសង្កាត់រៀមក្រុងកំពង់សោមខេត្តព្រះសីហនុរដ្ឋបាលអាមេរិកកាលពីថ្ងៃសុក្រទី20ខែមិថុនាបានសម្រេចកាត់បន្ថយបុគ្គលិករបស់សំឡេងសហរដ្ឋអាមេរិក VOA បន្ថែមទៀតដល់ទៅ 1,400 កន្លែងរួមទាំងបុគ្គលិកជនជាតិខ្មែរផងដែលស្មើនឹងចំនួន 85% នៃបុគ្គលិកដែលបានបញ្ឈប់តាំងពីខែមីនាការបញ្ឈប់បុគ្គលិករបស់ VOA ដែលជាទីភ្នាក់ងារសហព័ន្ធសម្រាប់ការផ្សាយព័ត៌មានរបស់អាមេរិកមួយនេះធ្វើឡើងទៅតាមបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតីលោក Donald Trump ដែលចុះកាលពីថ្ងៃទី14ខែមីនាឆ្នាំ2025លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនៅព្រឹកថ្ងៃទី22ខែមិថុនាបានបញ្ជាឲ្យបិទច្រកព្រំដែនចំនួន2ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យជាប់ព្រំដែនថៃចំណាត់ការរបស់ភាគីកម្ពុជាធ្វើឡើងភ្លាមក្រោយយោធាភូមិភាគ2នៃកងទ័ពថៃបានជូនដំណឹងមកអភិបាលខេត្តបន្ទាយមានជ័យថាថៃនឹងបិទច្រកព្រំដែនសាយតាគូជាប់កគីស្ថិតនៅស្រុកបន្ទាយអំបិលខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃទី21មិថុនាតទៅជាមួយនឹងវិធានការតបតទៅកាន់ភាគីថៃប្រមុខរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាកម្ពុជាអាចកំដរបានគ្រប់ពេលប្រសិនបើកងទ័ពថៃបន្តប្រើវិធីដាក់គំនាបមកលើកម្ពុជានៅថ្ងៃទី22ខែមិថុនាឆ្នាំ2025ទាហានថៃចំនួន3នាក់បានដឹកនាំក្រុមអ្នកជិះកង់ដែលជាជនជាតិថៃប្រមាណ150នាក់ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំដោយមិនបានជូនដំណឹងមកដល់ភាគីកម្ពុជាជាមុនទេកងយុទ្ធពលខេមរភូមិន្ទកម្ពុជាចាត់ទុកសកម្មភាពដែលកើតឡើងនៅម៉ោងប្រមាណ 7:30 នាទីព្រឹកថ្ងៃអាទិត្យនេះគឺជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរដែលកំណត់ពេលវេលាជាក់លាក់បើកឲ្យចូលប្រាសាទចាប់ពីម៉ោង 9 ព្រឹកនិងបិទនៅម៉ោង 3 រសៀលប្រធានព្រឹទ្ធសភាកម្ពុជាលោកហ៊ុនសែនបានអះអាងកាលពីថ្ងៃទី20ខែមិថុនាថាកម្ពុជាមិនស្លាប់ដោយសារការបិទការនាំចូលប្រេងពីប្រទេសថៃឡើយតែថាក្រុមហ៊ុនថៃដូចជា PTT ទៅវិញដែលស្លាប់ខ្លួនឯងការចេញអះអាងរបស់ប្រមុខគណៈបកកណ្ដាលអំណាចជាការឆ្លើយតបនឹងក្រុមប្រឆាំងថៃដែលចង់ឲ្យរដ្ឋាភិបាលថៃឈប់លក់ប្រេងឲ្យកម្ពុជាក្នុងស្ថានភាពប្រឈមនៃបញ្ហាព្រំដែនអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅកម្ពុជាយល់ស្របនឹងការលើកឡើងរបស់លោកហ៊ុនសែនដែលថាកម្ពុជាមិនបារម្ភចំពោះករណីខ្វះប្រេងព្រោះកម្ពុជាមានទីផ្សារដទៃសម្រាប់នាំចូលប្រេងមកជំនួសតែអ្វីដែលអ្នកសេដ្ឋកិច្ចលើកជាយោបល់គឺកម្ពុជាត្រូវធ្វើពិពិធកម្មទីផ្សារនាំចូលប្រេងបន្ថែមទៀតដើម្បីទប់ទល់ក្នុងគ្រាអាសន្នណាមួយកើតឡើង